សួស្តីបងប្អូនទាំងអស់គ្នាវត្តត្រឡប់មកជួបលោកគ្រូសាជាថ្មីម្ដងទៀតហើយលោកគ្រូមករៀនមុខវិជ្ជាជីវវិទ្យាថ្នាក់ទី8ចា៎លោកគ្រូបង្រៀននៅមេរៀនទី2ជំពូក3ដែលមានចំណងជើងថាដំណឹកនាំក្នុងរុក្ខជាតិមានសរសៃនាំតចប់បាទចា៎លោកគ្រូមកបង្រៀនមេរៀនទី2នេះគឺបញ្ចប់មេរៀនចឹងមុននឹងយើងចាប់ផ្ដើមចូលមេរៀនរបស់យើងលោកគ្រូសូមទៅកែកិច្ចការផ្ទះដែលលោកគ្រូបានដាក់ឲ្យបងប្អូនកាលពីវីដេអូមុនបាទចឹងតើបងប្អូនណានៅចាំនៅសំណួរដែលលោកគ្រូបានដាក់ឲ្យធ្វើនៅវីដេអូមុនដែរទេតើសំណួរនោះគឺបានសួរបែបណាចា៎ឥឡូវយើងមើលសំណួរទាំងអស់គ្នាបាទអញ្ចឹងសំណួរកិច្ចការផ្ទះទី1របស់យើងតើសារធាតុចាំបាច់អ្វីខ្លះត្រូវដឹកនាំនៅក្នុងរុក្ខជាតិបាទតើមានបងប្អូនណាបានធ្វើនៅសំណួរមួយនេះដែរទេបាទតោះយើងទៅមើលចម្លើយទាំងអស់គ្នាចម្លើយសារធាតុចាំបាច់ដែលត្រូវដឹកនាំក្នុងរុក្ខជាតិមានដូចជាទឹកអាហារសារធាតុខនិជនិងឧស្ម័នបាទតោះឥឡូវទៅមើលសំណួរទី2នៃកិច្ចការផ្ទះរបស់យើងជាសំណួរទី2តើដំណឹកនាំសារធាតុផ្សេងនៅក្នុងរុក្ខជាតិគ្មានសរសៃនាំប្រព្រឹត្តទៅយ៉ាងដូចម្តេចចម្លើយដំណឹកនាំសារធាតុផ្សេងនៅក្នុងរុក្ខជាតិគ្មានសរសៃនាំប្រព្រឹត្តទៅដោយផ្ទាល់រវាងកោសិកានិងសារធាតុទាំងនោះព្រោះកោសិកាវាស្ថិតនៅជិតនឹងមជ្ឈដ្ឋានខាងក្រៅបាទអញ្ចឹងសំណួរកិច្ចការផ្ទះរបស់យើងកាលពីវីដេអូមុនគឺមាន2សំណួរអញ្ចឹងនៅក្នុងវីដេអូថ្មីនេះលោកគ្រូក៏បានឆ្លើយនៅកិច្ចការផ្ទះរបស់យើងហើយសូមបងប្អូនទាំងអស់ផ្ទៀងផ្ទាត់ចម្លើយរបស់បងប្អូនជាមួយនឹងចម្លើយរបស់លោកគ្រូបើសិនជាត្រូវចម្លើយរបស់លោកគ្រូហើយគឺបងប្អូនមិនបាច់កែទេតែបើសិនជាចម្លើយរបស់បងប្អូនមិនទាន់បានត្រឹមត្រូវដូចជាចម្លើយរបស់លោកគ្រូអញ្ចឹងសូមបងប្អូនទាំងអស់កែចម្លើយឲ្យបានត្រឹមត្រូវដូចចម្លើយរបស់លោកគ្រូមកបាទឥឡូវយើងចូលមេរៀនទាំងអស់គ្នាបាទគឺមេរៀនទី2ដំណឹកនាំក្នុងរុក្ខជាតិមានសរសៃនាំតចប់ចំណុចទី 2.2 សម្រូបទឹកនិងអំបិលខនិជក្នុងរុក្ខជាតិមានសរសៃនាំបាទចឹងចូលដល់ចំណុចកសម្រូបទឹកចឹងសូមបងប្អូនកត់នៅចំណុចទី 2.2 សម្រូបទឹកនិងអំបិលខនិជក្នុងរុក្ខជាតិមានសរសៃនាំហើយនឹងចំណុចកសម្រូបទឹកដាក់ចូលក្នុងសៀវភៅរបស់បងប្អូនបន្ទាប់ពីកត់រួចសូមបងប្អូនក្រឡេកមើលរូបភាពទាំងអស់គ្នាជាមួយលោកគ្រូបាទនេះគឺជារូបភាពនៃខ្នាតទទឹងរបស់ឫសរុក្ខជាតិបាទអញ្ចឹងរុក្ខជាតិមានសរសៃនាំភាគច្រើនគឺវាស្រូបទឹកតាមរយៈឫសបាទតាមរយៈឫសចឹងវាស្រូបទឹកតាមរយៈឫសចឹងផ្នែកខាងមុខនេះណាដែលមានលយមកពីខាងមុខនេះគេហៅវាជារោមជញ្ជក់ចឹងរោមជញ្ជក់នេះគឺវានៅជាប់នឹងឫសផ្នែកដែលរោមតូចណាដែលបែកចេញពីឫសហ្នឹងគេហៅវាជារោមជញ្ជក់រោមជញ្ជក់ហ្នឹងគឺមាននាទីក្នុងការស្រូបយកទឹកដែលមាននៅក្នុងដីចូលទៅក្នុងកោសិកានៃរុក្ខជាតិកោសិកានៃរុក្ខជាតិ
បន្ទាប់ពីរោគជញ្ជក់ស្រូបទឹកហើយគឺទឹកបានធ្វើដំណើរពីកោសិកាមួយទៅកាន់កោសិកាមួយទៅកាន់កោសិកាមួយទៀតរហូតណាវាកាន់កោសិកាបន្តរហូតទៅដល់បំពង់ស៊ីឡែមនៃឫសរុក្ខជាតិបាទប៉ុន្តែណាបងប្អូនទាំងអស់គ្នាត្រូវចាំថាទឹកក៏វាអាចធ្វើចលនាដោយមិនបាច់ឆ្លងកាត់ពីកោសិកាមួយទៅកោសិកាមួយនៃឫសក៏បានដែរដោយសារអីដោយសារតែកោសិកានៃឫសណាបងប្អូនក៏លេចមើលអស់គ្នានេះគឺកោសិកានៃឫសគឺវាតម្រៀបគ្នានៅមានចន្លោះប្រហោងណាបាទអញ្ចឹងអាចចន្លោះប្រហោងនេះហើយតែធ្វើឲ្យទឹកណាធ្វើចលនាក៏ធ្វើដំណើរតាមចន្លោះប្រហោងនៃកោសិការបស់ឫសរុក្ខជាតិហ្នឹងរហូតទៅដល់បំពង់ស៊ីឡែមដូចគ្នាណាបាទបំពង់ស៊ីឡែមដូចគ្នាហើយគ្រូសូមបញ្ជាក់ត្រង់ចំណុចមួយទៀតកន្លែងចំណុចនេះណាទឹកធ្វើដំណើរពីកោសិកាមួយទៅកាន់កោសិកាមួយនេះណាអញ្ចឹងកន្លែងនេះគឺរោគជញ្ជក់គឺវាស្រូបទឹកពីក្នុងដីហើយទឹកហ្នឹងបានធ្វើដំណើរតាមរោគជញ្ជក់ហ្នឹងទៅកាន់កោសិកាមួយហើយកោសិកាមួយហ្នឹងវាទៅកាន់កោសិកាមួយទៀតហើយកោសិកាមួយនេះវាទៅកាន់កោសិកាមួយទៀតជាបន្តមកបាទរហូតមកដល់បំពង់ស៊ីឡែមបាទអញ្ចឹងវាធ្វើដំណើរឆ្លងកាត់ពីកោសិកាមួយទៅកាន់កោសិកាមួយហើយទៅកាន់កោសិកាបន្តហ្នឹងគឺវាធ្វើដំណើរបានតាមរយៈអូស្ម៉ូសណាបាទអញ្ចឹងសូមបងប្អូនចាំកន្លែងនេះណាអញ្ចឹងទឹកវាធ្វើដំណើរហ្នឹងពីកោសិកាមួយទៅកាន់កោសិកាមួយទៀតណាគឺតាមរយៈអូស្ម៉ូសរហូតទៅដល់បំពង់ស៊ីឡែមណាបាទតោះយើងបន្តទៅមេរៀនយើងទៀតបាទអញ្ចឹងចំណុចទី 2.2 ដដែលទេប៉ុន្តែជួយដល់ចំណុចខបាទសម្រុបអំបិលខនិកអញ្ចឹងសូមបងប្អូនកត់ចំណុចខនេះដាក់ចូលក្នុងសៀវភៅដៃរបស់បងប្អូនទាំងអស់គ្នាណាបាទអញ្ចឹងបន្ទាប់ពីកត់នៅចំណុចខរួចសូមបងប្អូនទាំងអស់នេះក្រឡេកមកមើលរូបភាពណានៃការសម្រុបអំបិលខនិកវិញរបស់រុក្ខជាតិណាបាទអញ្ចឹងអំបិលខនិកនេះរុក្ខជាតិស្រូបបានតាមរយៈរោមជញ្ជក់អញ្ចឹងរោមជញ្ជក់គឺវាស្រូបអំបិលខនិកពីក្នុងទឹកដែលមាននៅក្នុងដីប៉ុន្តែការស្រូបរបស់វាគឺវាមិនដូចជាការស្រូបទឹកទេណាបាទមិនបានថាលោកគ្រូនិយាយថាវាស្រូបអំបិលខនិកមិនដូចជាការស្រូបទឹកដោយសារអីបានថានិយាយចឹងណាបាទតោះយើងចង់ដឹងយើងមកសិក្សាជាមួយលោកគ្រូទាំងអស់គ្នាណាអញ្ចឹងដំបូងឬរុក្ខជាតិនេះគឺវាស្រូបនេះរោគជញ្ជក់របស់រុក្ខជាតិហ្នឹងគឺវាស្រូបអំបិលខនិករលាយហ្នឹងពីក្នុងទឹកដែលមាននៅក្នុងដីបន្ទាប់វាស្រូបហើយអំបិលខនិកហ្នឹងគឺវាធ្វើដំណើរឆ្លងកាត់កោសិកាមួយទៅកាន់កោសិកាមួយជាបន្តបន្ទាប់រហូតដល់បំពង់ស៊ីឡែមដូចនឹងទឹកដែរប៉ុន្តែវាខុសគ្នាត្រង់ថាអំបិលខនិកហ្នឹងគឺវាធ្វើដំណើរណាឆ្លងកាត់ពីកោសិកាមួយទៅកាន់កោសិកាមួយនៃរុក្ខជាតិហ្នឹងគឺតាមរយៈបន្សាយណាតាមរយៈបន្សាយអញ្ចឹងវាខុសពីការសម្រូបទឹកគឺសម្រូបទឹកគឺវាធ្វើដំណើរឆ្លងកាត់ពីកោសិកាមួយទៅកាន់កោសិកាមួយទៀតគឺតាមរយៈអូស្ម៉ូសបានទៅដល់ស៊ីឡែមប៉ុន្តែអានេះវាអំបិលខនិកនេះគឺវាធ្វើដំណើរឆ្លងកាត់កោសិកាមួយទៅកាន់កោសិកាមួយដូចគ្នាប៉ុន្តែតាមរយៈបន្សាយរហូតដល់បំពង់ស៊ីឡែមណាបាទហើយតើតើនឹងការស្រោបអំបិលខនិកនេះណាអញ្ចឹងវាស្រោបយកទៅប្រើប្រាស់ចូលរួមក្នុងការធ្វើដំណើរនៃសំយោគដើម្បីផលិតជាអាហារហើយអំបិលខនិកមួយចំនួនណាដែលប្រើប្រាស់មិនអស់ណាប្រើប្រាស់មិនអស់នៅក្នុងរុក្ខជាតិហ្នឹងវាត្រូវបានស្តុកទុកនៅក្នុងឫសណាទុកប្រើប្រាស់នៅពេលដែលខ្វះខាតអំបិលខនិកណាបាទខ្វះខាតអំបិលខនិកកាលណាវាខ្វះខាតអញ្ចឹងរុក្ខជាតិហ្នឹងគេយកអំបិលខនិកដែលស្តុកទុកក្នុងឫសហ្នឹងយកទៅប្រើប្រាស់បាទយកទៅប្រើប្រាស់ណា
ở lấy chỗ đoចំណុចបន្តរបស់យើងទៀតចឹងសូចឹងគូសង្ឃឹមថាបងប្អូននឹងយល់ត្រង់ចំណុចនេះណាបាទបើមិនយល់ទេសូមបងប្អូន comment ឬក៏ឆាតសួរលោកគ្រូនៅក្នុងឆាតលោកគ្រូណាអូខេចំណុចទី 2.2 ដដែលប៉ុន្តែចូលដល់ចំណុច kern រូបភាពចំហាយទឹកបាទចឹងសូមបងប្អូនកត់ចំណុច kern នេះចូលក្នុងសៀវភៅដៃរបស់បងប្អូនសិនទេបាទបន្ទាប់ពីកត់ហើយសូមបងប្អូនកលេចមើលរូបភាពទាំងអស់គ្នាជាមួយលោកគ្រូបាទនេះគឺជារូបភាពនៃដើមរុក្ខជាតិណាហើយនេះគឺជាព្រះអាទិត្យបាទហើយនេះគឺជាស្លឹកណាដែលគេកាត់ចេញពីដើមរុក្ខជាតិហើយធ្វើការពង្រីកវាដោយមីក្រូទស្សន៍បាទហើយអាកន្លែងសញ្ញាព្រួយដែលចេញពីលើស្លឹកនេះអានេះគឺជាចំហាយទឹកណាបាទហើយអារួនមើលទៅឃើញនៅលើផ្ទៃស្លឹកដែលមានសញ្ញាព្រួយនឹងចេញមកអារួនទាំងអស់នេះតូចនេះគេហៅវាជា stomat ណាបាទហើយមើលចំពោះរុក្ខជាតិនេះវិញណាគឺសញ្ញាព្រួយណាចឹងផ្នែកខាងរាងនេះផ្នែកខាងក្រោមដើមនេះគឺជាដីណាអានេះគឺជាផ្នែកខាងលើដីហើយនេះគឺជារុក្ខជាតិបាទសញ្ញាព្រួយនេះគេសម្គាល់ទៅដល់រុក្ខជាតិគឺស្រូបយកទឹកណាបាទចឹងរុក្ខជាតិស្រូបយកទឹកហើយទឹកនោះធ្វើដំណើរតាមដងដើមទៅកាន់ស្លឹកនៃរុក្ខជាតិបាទណាទឹកដែលបានស្រូបដោយឫសនៅក្នុងដើមនិងមែកតាមស៊ីឡែមរួចទៅដល់ស្លឹកចឹងនៅក្នុងស្លឹកវាមានការរំភាយចំហាយទឹកដែលបង្កើតបានជាកម្លាំងស្រូបនៃរុក្ខជាតិណាបាទជាត្រង់ចំណុចនេះលោកគ្រូចង់បញ្យល់បងប្អូនថាដោយសារតែមានការរំភាយចំហាយទឹកណាបានធ្វើឲ្យរុក្ខជាតិនឹងគឺមានកម្លាំងនៃការស្រូបទឹកពីក្នុងដីបាទមានន័យថាដោយសារតែមានការរំភាយចំហាយទឹកបានធ្វើឲ្យមានការស្រូបទឹកពីក្នុងដីរបស់រុក្ខជាតិហ្នឹងណាបាទចាំបើសិនជាអត់មានការរំភាយចំហាយទឹកទេអញ្ចឹងការស្រូបទឹកពីក្នុងដីរបស់រុក្ខជាតិគឺនឹងមានការថយចុះឬក៏មិនមានការស្រូបទឹកម្ដងណាបាទហើយទៅនឹងការរំភាយចំហាយទឹកធ្វើឲ្យរំភាយតាមណាបាទអញ្ចឹងទឹកទាំងអស់ហ្នឹងដែលរុក្ខជាតិស្រូបទៅហើយវាភាយចេញមកក្រៅវិញគឺវាភាយចេញតាមរួនតូចណានេះរួនតូចដែលហៅថា stomat អញ្ចឹងនៅពេលដែលទឹកនឹងភាយចេញអញ្ចឹងរុក្ខជាតិគឺវាខ្វះទឹកហើយប៉ុន្តែដោយសារតែវាខ្វះទឹកអញ្ចឹងរុក្ខជាតិហ្នឹងក៏វាមានកម្លាំងស្រូបអញ្ចឹងធ្វើឲ្យឫសរុក្ខជាតិហ្នឹងស្រូបទឹកពីក្នុងដីឡើងទៅកាន់ដើមបាទធ្វើដំណើរតាមដើមរហូតទៅដល់ស្លឹកជំនួសទឹកដែលបាត់បង់ណាជំនួសទឹកដែលបាត់បង់បាទអញ្ចឹងកន្លែងនេះក៏លោកគ្រូតើតើឲ្យយំនិចទៅលើ stomat ដែរអញ្ចឹង stomat ណាគឺវាស្ថិតនៅផ្ទៃខាងលើនិងផ្ទៃខាងក្រោមនៃស្លឹកបាទចាំមានថាស្លឹករុក្ខជាតិមួយធាងគឺវាមានទាំងផ្នែកខាងលើនិងផ្នែកខាងក្រោមនៃ stomat ហ្នឹង stomat នេះគឺមានទាំងពីរប៉ុន្តែផ្នែកដែលមាន stomat ច្រើនជាងគេគឺផ្នែកផ្ទៃខាងក្រោមនៃស្លឹកណាបាទខាងក្រោមនៃស្លឹកអញ្ចឹង stomat ជាអ្វីណា stomat គឺជារួនតូចដែលបើកហើយនឹងបិទដើម្បីត្រួតពិនិត្យនៅពេលឧស្ម័នចូលនិងចេញបាទចឹងវាមានន័យត្រួតពិនិត្យនៅពេលឧស្ម័នចូលនិងចេញណាបាទណាចឹងចង់ជំនាញលោកគ្រូសង្ឃឹមថាបងប្អូននឹងយល់ទៅតាមការបញ្ចូលរបស់លោកគ្រូបើមិនយល់ទេសូមបងប្អូនសួរណាលោកគ្រូបន្ថែមលោកគ្រូនឹងរីករាយឆ្លើយរាល់នៅសំណួររបស់បងប្អូនទាំងអស់គ្នាបាទចឹងចូលដល់ចំណុចកណាដំណឹកនាំអាហារចឹងត្រង់ចំណុចនេះសូមបងប្អូនកត់ចូលក្នុងសៀវភៅទាំងអស់គ្នាទេបាទហើយយើងនឹងបន្តមេរៀនរបស់យើងទៀតណាតោះឥឡូវក្នុងចំណុចនេះក៏លោកគ្រូមានតទៅនឹងរូបភាពដែរបាទនេះគឺជារូបភាពនៃដើមរុក្ខជាតិណាបាទចឹងនៅក្នុងដើមរុក្ខជាតិនេះតើបងប្អូនសង្កេតឃើញមានអ្វីខ្លះ
chẳng nơi trong rụp hiện ní bà tăng cao sản kết tế khởi nữa vì miệng đàm rụp chiết mũi đám vì miệng phái vì miệng cà nữa hai miệng tự tờ năng cả nhà prôn cứ miệng tì bò mũi bò rừng khiếu mũi bò liếng rừng lường nữa bạn hai tự tờ năng này này hàng trọng đấy cứ vì miệng rất là rụp chiết hai miệng tự tờ năng nâng mờm nữa bạn ấy chưa mờm bọc rụp chiết nữa hai này prôn nhá bây giờ ta kể tới này prôn là miền bò tập số 1 này nè bạn anh cứ chia cái xung quanh từ đó bằng vuông xì làm nè đại miền tây đặng nó tắc nó bằng connect vì đó thường là tạm đám tất cả slug này độc triệt nè bạn hai nó p đại sẽ nhập prôn bò lớn này cái xung quanh từ lớn cam lật hà độc triệt tam diện đồng na được sum dốc hỏi cho bạn tự nóm bạn cho bạn tự nóm từ can group này tự on này được triệt mình had được nóm từ fly được nóm từ ca được nóm từ can lật được nóm một can đam được nóm một can rứ được nóm một can mềm nữa trái đục triệt nữa vì sốt do tham một bộ bự bự tết nữa vì sốt do tham bộ bự bự tết đậm bay thua mày sầm dốt sầm rập lật hà nữa bạn sầm rập lật hà trái đục triệt cứ vì sốt do bự bự tết nữa cái nào sốt bằng bự bự tết nữa vì do mà thua mày sầm dốt nữa bạn hai mày sầm dốt thua từ bán đó là miếng cá trâu rôm pi tắc nữa bị man carbonic đã cho môi nông bùn lứ hỏi về cho rôm pro cám đã bằng cáp anh chia rất mấy phần dốc sầm rập lật hà này nè bạn hết tới tông lật hà nó chỉ hà rồi chia trở váy dương bằng tỏ tiền nó bạn nhé chắc hà bao chia nó cứ vị trí score bạn vị trí score là cái hai tha lối click code nè bạn hai click code app bạn ấy cứ biết cho bạn tự nòm nè tam flow app bạn tự nôm tam vùng flow app để cắn group này từng on này rục chuyện bạn khi đầm bầy ấy đầm bầy cột cuồng chầm rục chuyện đi ở lũ đó thuộc thọt on á hà nó thua đầm này cho ground tam flow app này đào bạn cho ground tam flow app này đám cho từ cản rư bạn đi cho cản rư rối cho từ khung sòng bò bạn cho khung rư hết đi cho từ sòng bò tiền á bạn trong score nó là đợt nó tạm của em á cho từ cạnh sườn bò nó biết tập ăn play nữa bạn biết tập ăn play chỉ ăn mẹ đồng hết tục này tiền bạn cho mình thay việc play chỉ ăn đồng hết tục không rừng nữa bạn chắc cái nào về tục score để play chỉ ăn đồng cần để tràn tới vì bằng cách ở vị trí chia mơm nữa bạn chia mơm ưu đà họ than được chia đàn từ lồng chơi nữa chắc đàn từ lồng chơi chỉ một phê đàm rục chết ở miền mềm bạn cho mình tha việc lật score nó tràn nữa cái nào việc lật score tràn chẳng vừa ở ca pra score bảo việc cứ mình ở nó người ta score lớn cái nào score lớn cứ việc bàn play để chị em đồng mà phải chị em đồng hỏi bao giờ một tục tốt là không rừng cái nào tục tràn tới rừng nắng rừng đại việc tục nắng cứ vì lặng tàu bạn làng bao tới việc khai từ chia mềm nó bạn vừa hai tham mềm á bạn trong mấy riêng dưỡng cứ bên chọc tại phần này bạn tác môn mình chọc cứu con miền tay mê đến bạn con miền cứu tay mình chọc mê đến đấy màรับbọn ở khiển bạn chắc tay snow tìm mùi nữa bạn được giúp ăn ở bọn đọc ở thừa nữa châu biệt thịt thiếp khóc nè rồi biếng sầm rộp tắc nắng sầm rộp bằng bạc này nô tì pí ta bắt tập phụ rụp khi trong hai tắc miễn sở đạp dẹo bày khác cho bộ rụp chuyện chắc là kêu sang khâm tha bằng tàu pi lục rụp bằng lên chọc nơi mê đến này nè kêu sang khâm tha bọn ổn mơ bị tạo bằng cực một đến hỏi dồn bọn ổn thơ cách cả nghe ở cực bằng đạo ní trầm trái được rụpสบายចិត្តណាស់ណាបាទគឺសบายចិត្តសារបងប្អូនយកចិត្តទុកដាក់មើល
đạp được cừu như vậy tới cọt ra banចំណុចសំខាន់បងប្អូនអរគ្នានឹងឆ្លើយសំណួរគ្រូចេញហ្នឹងណាបាទឧទាហរណ៍ថាការប្រៀបធៀបលក្ខណៈភាពខុសគ្នារវាងសម្រូបទឹកនិងសម្រូបអំបិលខ្លេចណាសម្រូបទឹកជាសម្រូបម៉េចណាបាទពីវិទឹកមកនិយាយទៅទៅនឹងសម្រូបទឹកជាមួយចំណុចកទៅណាហើយទៅទៅសម្រូបអំបិលខ្លេចជាមួយចំណុចខទៅជាមួយអាពីរនេះណាអាពីរចំណុចកនិងខនេះយើងមើលលម្អិតមកបាទដល់គ្រូបានទាន់មើលលម្អិតវាមកមើលហើយបងប្អូនសង្ខេបចំណុចណាដែលវាខុសគ្នាពីហ្នឹងបាទទឹកសម្រាប់ទឹកខុសពីសម្រាប់បើខ្និចមិនអញ្ចឹងមកណាបាទហើយសំណួរទី2នេះចឹងបាតុភូតរំភាយចំហាយទឹកមានសារៈប្រយោជន៍អ្វីខ្លះចំពោះរុក្ខជាតិជាយើងបានសិក្សានៅចំណុចកណាបាទនៅចំណុចកគឺបាតុភូតរំភាយចំហាយទឹកហ្នឹងគេហៅបងប្អូនមើលហើយបងប្អូនដឹងហើយតើការរំភាយចំហាយទឹកហ្នឹងវាមានសារៈប្រយោជន៍អ្វីចំពោះរុក្ខជាតិណាបាទចឹងគ្រូសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យបានជោគជ័យក្នុងការសិក្សាគ្រប់គ្នាណាបាទ